មេស៊ូទស្សនិកជនជាទីក្រុមជាទីមេត្រីជួបគ្នាទៀតហើយនៅក្នុងកម្មវិធីមុខលុយគឺជួបដដែលទេបាទគឺជួបខ្ញុំបាទចម្រើនជាមួយនឹងស្រីស្អាតបងតូចសប្តាហ៍នេះកម្មវិធីរបស់យើងបានលើកប្រធានបទមួយដែលនិយាយតាក់ទងជាមួយនឹងរឿងរ៉ាវចាក់ស្រេះខ្លាំងមែនតើព្រោះតែរឿងហ្នឹងបើសិនជាគ្រប់គ្រងអត់បានល្អទេគឺចាក់ស្រេះហើយបែកបាក់មិត្តភាពតពូជតជំនាន់ប្រធានបទរបស់យើងគេថាចង់និយាយថាខ្ចីលុយមិត្តភ័ក្តិអាចបែកបាក់មិត្តភាពអត់កន្លងមកតាំងពីក្មេងមកដល់ឥឡូវក្មេងហ្នឹងធ្លាប់ខ្ចីលុយគេធ្លាប់ថាមានរឿងរ៉ាវអីដែលពាក់ព័ន្ធនឹងការខ្ចីលុយមិត្តភ័ក្តិអីអត់ធ្លាប់ច្រើនមែនតើទៅយើងមិនមែនជាមនុស្សដែលធូរធារទេដូចខ្ញុំនិយាយកាលពីមុនអញ្ចឹងគឺយើងរកស៊ីចំនួនឯងអញ្ចឹងពេលខ្លះក៏យើងទាល់ដែរហើយក៏យើងធ្លាប់ខ្ចីលុយមិត្តភ័ក្តិរហូតមកដល់ឥឡូវក៏ធ្លាប់ខ្ចីលុយដែរទោះបីជាយើងមានក៏ដោយមិនមានអីមានលុយចាយក៏ដោយប៉ុន្តែក៏យើងតែខ្ចីអា10 20អីអញ្ចឹងទៅពូម៉ាក់យើងក៏ខ្ចីយើងត្រឡប់ទៅវិញអីចឹងដែរប៉ុន្តែសុទ្ធតែខ្ចីនៅសាយពេលខ្លះធនាគារវាអត់ដើរចឹងទៅយើងអត់មានលុយនឹងក្រៅអីចឹងទៅនិយាយពីមូលហេតុដែលខ្ញុំអត់សងហេតុអីខ្ចីលុយគេមិនអត់យល់មិនក៏ខ្ចីលុយគេអត់ចង់សងគេចឹងតែពេលគេថាងឹតអីបើមានទុកចាយសិនទៅឲ្យតែគេនិយាយពាក្យហ្នឹងខ្ញុំចេះចង់ទុកចាយហ្មងនិយាយមែនឲ្យតែគេនិយាយពាក្យថាអត់អីទេចាំមានចាំឲ្យបើអត់មានទេទុកចាយហើយជំនាន់ហ្នឹងគឺយើងពិតជាអត់មានមែនអញ្ចឹងយើងដឹងថាសងគេមិនទៅសងទៅខ្លាចទៅសុំគេខ្ចីទៀតអីចឹងណារឿងទី1រឿងទី2មើលឃើញជីវភាពអ្នកដែលយើងខ្ចីនេះគឺគាត់ជាអ្នកដែលគាត់ធូរធារមែនតើបងប្អូនដែលមានជីវភាពធូរធារទាំងឡាយអើយសូមកុំឲ្យមកភ័ក្រខ្ចីលុយព្រោះអីដោយសារតែភាពធូរធាររបស់បងប្អូនហ្នឹងហើយធ្វើឲ្យកូនបំណុលអត់ចង់សងលុយរបស់បងប្អូនចាសុំតចាំពេលមានចាំឲ្យចាំយកសាំសងក៏បានណាអានឹងពាក្យហ្នឹងមួយគឺស្ដាប់ឮហើយគឺទោះបីតិចច្រើនជំរុញលើកទឹកចិត្តអត់ចង់សងប៉ុន្តែសម្រាប់ខ្ញុំគាត់ថា50រៀលវាជាចំនួនមួយដែលមកល្មមដែលថាបងចាយបាន3ខែវាមិនដល់ថ្នាក់ចងពៀគ្នាអីចឹងណាខ្ញុំសូមចូលរួមបន្តិចខ្ញុំចែកម្លែកឡើងច្រើនអញ្ចឹងចម្រើនក៏គិតថាចេះ20ម៉ឺនត្រូវ50រៀលលុយអន្តរជាតិបើសិនជាបាបក៏បាបតិចដែរអញ្ចឹងបាច់សងក៏បានទៅហ៎មានអ្នកខ្ចីលុយខ្ញុំអត់សងតែអត់មានអារម្មណ៍មិនដែរហើយក៏អស់ច្រើនដែរចាហើយក៏មានអារម្មណ៍ថាសោកស្ដាយបាក់ចិត្តដូចគ្នាប៉ុន្តែគ្រាន់ខ្ញុំគិតថាមកអីយើងឲ្យថាឲ្យគេម្ដងទៅបើគេអត់សងយើងសប្បាយចិត្តចាដោយសារអីពួកយើងលែងឲ្យគេខ្ចីបន្តទៀតហើយនឹងលែងមកហៅយើងទៀតហើយអានេះគឺជាអារម្មណ៍ខ្ញុំមួយមិនណាអត់សងអត់ទៅលើក្រោយហើយសប្បាយចិត្តហើយពួកអត់មានរឿងលើក្រោយមកទៀតតាមមកខ្ចីទៀតទេចាតែមិត្តភាពនៅដដែលមិត្តភាពកាត់បន្ថយអត់យំទៅបើគេចាប់លុយយើងអត់មានរឿងអីដែលត្រូវគេចាំមកនិយាយរកយើងទៀតទេត្រូវអត់ដឹងទេអត់ដឹងទេអត់ដឹងអាហ្នឹងវាអត់មានមូលហេតុអីដែលគេចង់មកនិយាយជាមួយយើងទៀតទេប៉ុន្តែសួរថាអ្នកដែលខ្ញុំជពាក់50រៀលហ្នឹងគួរតែសងអត់មែនតែខ្ញុំរងៃមានលុយខ្ញុំអាចសងបានប៉ុន្តែគាត់វាមិនមែនជាតម្រូវការចាំបាច់របស់គាត់និយាយចាំបាច់ភ័យអូខេអញ្ចឹងដល់ប្រវត្តិខ្ញុំម្ដងចម្រើនគាត់ថាការពីសកលវិទ្យាល័យគាត់ជពាក់លុយគេដែរថាជពាក់លុយមានមិត្តភ័ក្តិឲ្យខ្ចីលុយបាទតែបើខ្ញុំវិញអាចនិយាយបានថាប្រធានបទនេះប្រហែលប៉ះរឿងខ្ញុំច្រើនបាទដោយសារតែខ្ញុំមនុស្សចាយលុយខ្ជះខ្ជាយហើយបើសិនជាអ្នកនៅជុំវិញខ្ញុំដឹងហ្មងថាខ្ញុំប្រឹងរកលុយហើយក៏ចាយលុយអត់សូវមានរបៀបអត់មានផែនការត្រឹមត្រូវដែរអញ្ចឹងមិត្តភ័ក្តិដែលខ្ញុំស្គាល់ស្ទើរទាំងអស់មិត្តភ័ក្តិដែលខ្ញុំរាប់អានភាគច្រើនដូចគេថាចែកខ្ញុំមុខលុយកម្មវិធីមុខលុយតាមពិតអត្តសញ្ញាណខ្លួនឯងតាបាទគឺខ្ញុំខ្ចីមិត្តភ័ក្តិភាគច្រើនគឺសងប៉ុន្តែសឹងថាមិត្តភ័ក្តិដែលចិត្តស្និទ្ធទាំងអស់ខ្ញុំខ្ចីលុយហើយអរគុណមិត្តភ័ក្តិដែរដែលឲ្យខ្ចីលុយព្រោះអីពេលដែលយើងដាច់លុយអីចឹងទៅយើងនៅឆ្ងាយផ្ទះហើយណាមួយពេលដែលយើងចេញរកលុយដបងគឺយើងមានផ្នែកកំណត់មួយថាចេះពេលដែលយើងផ្ដាច់ថាយើងលែងចាយលុយអ្នកផ្ទះហើយគឺខ្វះខាតអីអត់ហ៊ានរកអ្នកផ្ទះហើយអានឹងពេលក្មេងៗចាគឺអត់រកអ្នកផ្ទះហើយតែយើងសុខចិត្តទឹកខ្ចីមិត្តភ័ក្តិយើងអញ្ចឹងពេលហ្នឹងហើយដែលមិត្តភ័ក្តិឲ្យខ្ចីលុយ
វាធ្វើឲ្យយើងនឹងរស់រៀនមកដល់ឥឡូវ បាទ ហើយឥឡូវយើងចូលមកដល់ topic របស់យើងឲ្យចំហ្មងរឿងលុយកាក់សួរថាពីខ្ញុំនិយាយថាខ្ចីលុយមិត្តភ័ក្តិវាជាហេតុផលធ្វើឲ្យបែកបាក់មិត្តភាពអត់ខ្ញុំមានន័យថាចេះបើសិនជាយើងអត់លុយយើងអត់ខ្ចីមិត្តភ័ក្តិយើងនឹងខ្ចីណាគេមនុស្សដែលយើងស្គាល់ បាទ មនុស្សដែលនៅចិត្តដែលដឹងថាស្ថានភាពយើងបែបណាមនុស្សដែលស្គាល់អត្តសញ្ញាណរបស់យើងដឹងថាយើងនៅកន្លែងណាដឹងយើងធ្វើការងារអីជីវភាពយើងបែបណាគ្រួសារយើងបែបណាគឺជាមិត្តភក្តិរបស់យើងហីអញ្ចឹងពីទស្សនៈខ្ញុំហើយបើខ្វះខាតអត់ខ្ចីមិត្តភក្តិតើខ្ចីណាគេហើយសួរថាតើអាការខ្ចីលុយធ្វើឲ្យបែកបាក់មិត្តភាពអត់ខ្ញុំនៅតែនិយាយដដែលកម្មវិធីមុខលុយគឺយើងយកទស្សនៈយើងមកចែកម្លែកបើពីខ្ញុំថាបើសិនជាអ្នកខ្ចីហ្នឹងគាត់មានឆន្ទៈគាត់ច្បាស់ខ្លួនឯងថាខ្ចីគេគាត់ចង់សងគេវិញមែនណាតែពេលខ្លះមនុស្សវាទាល់តែច្បាស់ថាខ្លួនឯងទាល់ឬក៏លេះអ្នកខ្លះដោយសារពាក់លុយគេគឺគាត់ខ្ចីគេក៏អត់មានម្ដងសងគេទោះហេតុផលប៉ុណ្ណាក៏ដោយខ្ញុំគិតថាវាមិនមែនជាខ្ចីលុយមិត្តភក្តិវាធ្វើឲ្យបែកបាក់មិត្តភាពឯងពីខ្ញុំទៅព្រោះអីដោយសារតែបើសិនជាមិនឲ្យខ្ញុំទៅខ្ចីលុយមិត្តភក្តិទៅខ្ចីលុយអ្នកដែលមិនស្គាល់ខ្ញុំសួរថាយើងអត់ស្គាល់គេផងយើងទៅខ្ចីលុយគេដោះតល់គេឲ្យអត់បាទបើគាត់ជាគេអត់ឲ្យឯងខ្ចីលុយតអ្នកហ្នឹងយើងស្គាល់មកគេឲ្យត្រូវអត់ប៉ុន្តែយើងត្រូវច្បាស់ខ្លួនឯងថាបើខ្ចីមិត្តភក្តិហើយខ្ចីគេមិនមែនសុំទេណាបើថាខ្ចីហើយគឺយើងត្រូវសងគេអ្នកខ្ចីត្រូវមានឆន្ទៈក្នុងការសងគេអញ្ចឹងមិត្តភាពនឹងវាអត់បែកទេអញ្ចឹងអយុត្តិធម៌អ្នកខ្ចីលុយទាំងឡាយអើយណែឲ្យដូចខ្ញុំអញ្ចឹងមកខ្ញុំខ្ចីលុយគេបានគ្រប់គ្នាហ្នឹងហើយចូលចម្រើនវិញគិតមិនដែរគិតថាអាការខ្ចីលុយហ្នឹងវាបែកបាក់មិត្តភាពអត់បងអត់ទេសម្រាប់ខ្ញុំតេតតងជាមួយនឹងនិយាយពាក្យថាមិត្តភាពប្រមាណតើយើងឲ្យតម្លៃវាទៅកម្រិតណាគាត់តែខ្ញុំស្គាល់មួយថ្ងៃហ្នឹងខ្ញុំអាចចាត់ថាយើងជាមិត្តភាពមួយគ្នាឬក៏យើងស្គាល់គ្នាតែខ្ចីលុយបានទេប៉ុណ្ណេះអត់ប្រហែលទេតែយើងនឹងចូលតែយើងនឹងស្ថិតនៅក្នុងកម្រិតមួយដែលថាស្គាល់គ្នាយូរឆ្នាំហើយនៅឬក៏កម្រិតមិនក៏ដោយប៉ុន្តែចាំអញ្ចឹងឲ្យតែតទៅជាមួយរឿងលុយអារម្មណ៍ប្រេះឆាវាតែតែមានទោះបីជាមិត្តភាពវាមិនបែកក៏ដោយឥឡូវសួរត្រឡប់មកវិញថាតែខ្ញុំខ្ចីលុយគេ50រៀលហើយខ្ញុំអត់សងខ្ញុំរៀនអីបានពីអាហ្នឹងទី1គឺអ្វីដែលខ្ញុំរៀនបានពីលុយ50រៀលហ្នឹងខ្ញុំដឹងថាបើសិនជាមិត្តភក្តិណាមកតែមកខ្ចីលុយខ្ញុំតែងតែឲ្យជានិច្ចព្រោះខ្ញុំតែងតែគិតថាពេលដែលឯងអត់លុយពិបាកសុំខ្ចីគេ50រៀលហ្នឹងគឺដោយសារយើងអត់ខ្លាំងមែនតើបើយើងសុំគេហ្នឹងហើយគេឲ្យគឺជាគុណបុណ្យមែនតើយើងសប្បាយចិត្តខ្លាំងមែនតើនៅពេលហ្នឹងអាហ្នឹងរឿងទី1ទី2តទៅជាមួយនឹងការអាណិតគេឲ្យគេនឹងឲ្យប៉ុន្តែរហូតដល់ពេលមួយត្រូវតែគិតអំពីខ្លួនឯងថាបើសិនជាឯងឲ្យទៀតលើកទី1ហើយនៅលើកទី2នៅមកយកទៀតលើកទី3នៅមកយកទៀតលើកទី4នៅមកយកទៀតមានថាម្នាក់ហ្នឹងគឺមានបញ្ហាហើយចាម្នាក់ហ្នឹងមិនសមយើងហៅមិត្តទេបាទអញ្ចឹងបើសិនជាមានបញ្ហាអញ្ចឹងតែយើងនឹងបន្តជួយគេទៀតអត់បើសិនជាយើងជួយគេយើងនឹងមានបញ្ហាទៅដល់ជីវិតខ្លួនឯងអញ្ចឹងមានថាមុននឹងជួយជោគជួយចែវគេមុននឹងឲ្យគេខ្ចីតែយើងមានគ្រប់គ្រាន់ហើយនៅបើមិត្តភាពមិនដែរខ្ញុំទទួលស្គាល់ថាវាប្រេះឆាវាមិននឹងអាចយើងនឹងមិននិយាយវាយស្មើគ្នាបានទៀតទេឥឡូវខ្ញុំអាចវាយស្មើមួយបងឯងដោយសារខ្ញុំអត់មានជំពាក់វគ្គវិនបងឯងទេប៉ុន្តែបើសិនជាបងឯងធ្លាប់ខ្ចីលុយខ្ញុំម្ដងទៅបងឯងសងខ្ញុំក៏ដោយក៏បងឯងនៅក្រុមខ្ញុំដែរខ្ញុំត្រូវមានប្រៀបមួយនៅលើបងឯងមិនតិចបងឯងនិយាយចេញមកគឺការគោរពរបស់ខ្ញុំទីមុនធ្លាប់តែប៉ុណ្ណេះអ្នកឯងធ្លាក់មកធំនេះទោះបីអ្នកឯងសងលុយខ្ញុំហើយក៏ដោយអារម្មណ៍ចម្រើនឯងចឹងហ្មងហ្នឹងហើយមួយទៀតទោះបីជាមិនក៏ដោយគឺខ្ញុំមើលថា level អ្នកឯងគឺចុះមកហូបជាងមិនតិចហើយអាហ្នឹងគឺជាអារម្មណ៍មួយចេះសុទ្ធថាមិននិយាយថាបែកបាក់មិត្តភាពអាហ្នឹងវាធំពេកតែប្រេះឆាអត់វាប្រេះអាហ្នឹងខ្ញុំមើលឃើញខ្លួនឯងមើលឃើញអញ្ចឹងបើចង់រាប់គ្នាបានយូរកុំឲ្យលុយគ្នាខ្ចីហើយចុះបើមិនខ្ចីលុយអ្នករាប់តើឲ្យតែខ្ចីលុយអ្នកណាអូននេះឆ្ងល់ចំណុចហ្នឹងអញ្ចឹងមានថាចេះអាហ្នឹងពីបងទៅបងនៅតែខ្ចីលុយអ្នកស្គាល់ហើយបងនៅតែជឿថាមិត្តភាពវាមិនមែនបែកបាក់ដោយសាររឿងលុយមួយទេ
ព្រោះអីអាលុយហ្នឹងវាជាផ្នែកមួយឧទាហរណ៍ថាបើយើងខ្ចីលុយគេយើងអត់សងគេវាពាក់ព័ន្ធទៅនឹងទំនុកចិត្តបើសិនជាខ្ញុំឲ្យខ្ចីលុយមានន័យថាខ្ញុំសម្លឹងមើលឃើញអីមួយហើយចាមានន័យថាបើសិនជាខ្ញុំឲ្យខ្ចីលុយទៅឲ្យមិត្តភក្តិខ្ញុំខ្ចីគឺខ្ញុំសម្លឹងចង់បានការពីមិត្តភក្តិអាហ្នឹងមានន័យថាមិត្តភាពហ្នឹងវាមើលឃើញអំពីសម្លឹងការរាប់អានបែបសម្លឹងមើលឃើញអីមួយហើយភាសាទី1បែបបើសិនជាខ្ញុំអត់បានឲ្យលុយអ្នកឯងខ្ចីខ្ញុំអត់បានយកការទេមានន័យថាមើលទៅវាគឺជាមិត្តភាពមួយដែលល្អមិត្តភាពមួយដែលពិតប្រាកដមួយប៉ុន្តែបើសិនជាក្នុងករណីម្នាក់នោះខ្ចីហើយអត់យកទៅសងតើវានឹងមិនធ្លាប់ឃើញវីដេអូមួយមួយនោះឈរយំថាខ្ញុំពិបាកចិត្តណាខ្ញុំអ្នកណាដែលមានលុយតែប្រហែលបាច់ឲ្យពីខ្ចីឯងលុយខ្លួនឯងឲ្យខ្ចីហើយអត់បានការអត់បានអីហើយហើយជាមនុស្សអាក្រក់ទៀតតែជាមនុស្សអាក្រក់ទៀតជាខ្ញុំសូមផ្ដាំទៅដល់អ្នកទាំងអស់គ្នាថាកុំឲ្យអាណាបើមានលុយទុកចាយនៅខ្លួនឯងអាហ្នឹងធ្លាប់ឃើញវីដេអូហ្នឹងអត់អញ្ចឹងខ្ញុំគិតថាទោះបីជាមិត្តភាពមិនប្រេះឆាតែចិត្តរបស់យើងនឹងវាចង់ក្រំចង់នេះតែស្អីលុយពងមាន5នៅក្នុងដៃឲ្យគេ2 expect ថានឹងបាន3មកវិញឬក៏អត់រំពឹងថាបាន3ឲ្យតែបាន2នឹងមកវិញតែវាអត់បានទេតែអាផ្លូវចិត្តដែលយើងគិតថាលុយអញបានមកវិញអត់បានមកវិញអត់វាចង់ខាតអាយុយើងអស់1ឆ្នាំ2ឆ្នាំបាត់ហើយនេះមើលឃើញខ្ញុំឆ្ងល់មួយខ្ញុំឆ្ងល់មួយសម្រាប់មិនថាតែចង់ឲ្យយើងផ្ដោតទៅលើមិត្តភាពចុះពេលដែលយើងទៅខ្ចីលុយគេយើងសុំគិតថងថាយើងដឹងខ្លួនឯងយើងរលុយអត់ស្រួលទេអត់មានណាគេរលុយមកស្រួលលុយធ្លាក់មកពីលើមេឃទេអញ្ចឹងអ្នកដែលឲ្យលុយយើងខ្ចីហ្នឹងណាយើងតែងតែគោរពចង់ថាមើលចំណុចល្អរបស់គាត់ណាហើយយើងទៀតសោតហ្នឹងយើងអ្នកខ្ចីហ្នឹងណាមិនវាមិនឡែកថាអ្នកខ្ចីលុយគេអាក្រក់ទេតែយើងច្បាស់ខ្លួនឯងថាយើងពិតជាមានឆន្ទៈក្នុងការសងគេពេលដែលយើងបានធ្វើបែបនេះជាលទ្ធផលមានថាយប់ឡើងយើងដេកលក់ហ្មងព្រោះយើងច្បាស់ថាពេលដែលយើងមានលុយយើងនឹងសងគេយើងអត់ទុកជាប់ទៅកម្មជាតិក្រោយទេហើយបើយកលុយគេមកហើយអត់សងគេហើយចង់មានមិត្តភាពល្អជាមួយគេវាអត់កើតទេចង់មានមិត្តភាពល្អអត់បែកបាក់តតែខ្ចីលុយហ្នឹងសងគេហងសរុបមកវិញប្រធានបទនេះគឺអត់មានចម្លើយទេគឺតាមអ្នកទាំងអស់គ្នាគិតតាមអ្នកទាំងអស់បែបមិត្តភាពឬក៏មិនបែកបាក់មិត្តភាពក៏យើងនិយាយពីរឿងក្នុងចិត្តអត់នឹងហើយបែកបាក់មិត្តភាពមិនបែកបាក់មិត្តភាពហើយមួយទៀតខ្ញុំមានអ្នកស្គាល់មួយគាត់សះគាត់ថាចេះគាត់ថាគាត់គិតដូចចម្រើនអញ្ចឹងគាត់ថាចេះគាត់ថាអត់អីឲ្យខ្ចីប៉ុន្តែដើម្បីរក្សាមិត្តភាពនឹងបានឲ្យខ្ចីកុំរំពឹងតែគេសងកុំរំពឹងថ្ងៃណាគេសងបើសិនជារំពឹងគេសងគឺអាការប្រេះឆាដូចចម្រើននិយាយនឹងមានអញ្ចឹងមានមួយយ៉ាងរបស់គាត់ដែរមានថាឲ្យខ្ចីលុយប៉ុន្តែកុំរំពឹងថាថ្ងៃណាម្នាក់នឹងសងហើយរឿងលុយកាក់ខ្ញុំគិតណាខ្ចីតាអត់សងអត់មានបានខ្ចីទៀតតែប៉ុណ្ណឹងចង់ខ្ចីទៀតដល់សងមុនចាសងមុនហើយកុំមកខ្ចីលុយខ្ញុំសងលុយខ្ញុំអានឹងចឹងឯងអត់អីទេនិយាយនេះមិនមែនថាខ្ញុំក្នុងនេះខ្ញុំអ្នកជពាក់គេដែរហើយក៏គេជពាក់លុយខ្ញុំដែរអញ្ចឹងត្រូវបែងចែកឲ្យច្បាស់រវាងមិត្តភាពហើយនឹងលុយហ្នឹងហើយអត់អាចវាយអួរទេអត់អាចវាយរួមថាឲ្យតែខ្ចីលុយនឹងបែកបាក់មិត្តភាពព្រោះអីសាច់រឿងចឹងថាខ្សែជីវិតរបស់មនុស្សហើយអាការជួបប្រទេសហ្នឹងវាផ្សេងគ្នាមិនប្រកាសថាខ្ចីលុយគេសតាមនុស្សខួរឬមនុស្សអត់ល្អទោះបីថាដល់អុកញ៉ាក៏ដោយក៏គេនឹងតែខ្ចីលុយធនាគារមកអភិវឌ្ឍទៅអាជីវកម្មរបស់គេចាអញ្ចឹងហើយបានយើងបង្កើតកម្មវិធីមុខលុយដើម្បីកុំឲ្យមានបញ្ហារឿងលុយតើតែយើងគ្រប់គ្រងចាត់ចែងបែងចែកឲ្យបានត្រឹមត្រូវពីហេរ៉ាញ់វត្ថុរបស់យើងដែរបើមិនជាយើងរៀបចំបានល្អម្លេះយើងអត់មានបញ្ហាទៅខ្ចីលុយមកភ័ក្រទេគ្រប់យ៉ាងវាកើតចេញពីលុយចារៀបចំចាត់ចែងមើលតាមលទ្ធភាពរបស់ខ្លួនឯងកុំទៅខ្ចីលុយមកភ័ក្រខ្ចីលុយមកដើម្បីរស់អត់អីទេខ្ចីលុយមកអញខ្ចីលុយសិនអញទៅទិញដូរសេរីទូរស័ព្ទអញគង់អត់បានអីទេមកភ័ក្រខ្ចីលុយប៉ុណ្ណឹងមិនបានណាហើយចុះបងមិនបានវាយ៉ាងម៉េចបែកគ្នាទៅអូខេអញ្ចឹងឲ្យរាប់អានដើម្បីតែខ្ចីលុយអូខេហ្នឹងហើយបងមកភ័ក្រអញ្ចឹងបាច់រាប់ទេចាអរគុណច្រើនគិតថាកម្មវិធីរបស់យើងគឺបានឈានចូលមកដល់ទីបញ្ចប់ហើយចប់ទៀតហើយបាទហើយអធិស្ឋានបើសិនជាយើងចែកម្លែកក្នុងចំណុចណាមួយប៉ះពាល់អារម្មណ៍អ្នកដែលខ្ចីលុយគេឬក៏អ្នកដែលឲ្យគេខ្ចីលុយហើយអរគុណចំពោះការតាមដានបើសិនជាមានមតិយោបល់អីខមមិនមកបាទជេរក៏បានអីក៏បានយើងមើលទាំងអស់គាត់តាណាចេះយើងហាយចង់ទៅអត់អីទេបងប្អូនពួកខ្ញុំនិយាយរួមទៅចេះដូចខ្ញុំនិយាយចឹងចែករំលែកអីដែលគិតថាវាជួយទៅដល់អ្នកដទៃហើយសម្ដីណាដែលចំណេញអាចចែករំលែកបានហើយបើគិតថាវាអត់ប្រយោជន៍សម្រាប់បងប្អូនទេហើយការបញ្ចេញមកវាខាតប្រយោជន៍រួមសូមកុំនិយាយអីបើថាកុំនិយាយអីវាប៉ះពាល់អារម្មណ៍គេវាខាតអារម្មណ៍ខាតទាំងងុយទៀតហើយណាមួយបងប្អូននោះគេស្អប់មានមាត់មិនមែនចេះតែនិយាយទេអ
ចឹងខ្ញុំគិតថាមានអីមកដូចខ្ញុំនិយាយដដែលចឹងចែកម្លែកណាគេមានមិត្តភាពហើយឲ្យលុយគ្នាខ្ចីហើយគង់វងមកដល់ឥឡូវជួយ share tip ជាមួយកម្មវិធីយើងហើយណាគេឲ្យមិត្តភក្តិខ្ចីលុយហើយបែកបាក់មកដល់ឥឡូវឆ្លោះគ្នាមើលមុខគ្នាអត់ចំក៏អាចសរសេរសាច់រឿងនៅខាងក្រោមវីដេអូចាហើយបាច់មែនសិនហើយមួយទៀតខ្ញុំកម្មវិធីមុខលុយក៏ហាមដែរហាមមិនសិនជេរគេឬក៏ទាលុយគេនៅ comment ខាងក្រោមបងអូនចាបាទអរគុណច្រើននៅពេលនេះខ្ញុំបានចម្រើនជាមួយនឹងបងតូចសូមអរគុណសូមជម្រាបលាបាយបាយ